Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាន Mr. Long ម្ដងទៀតហើយបាទថ្ងៃនេះគឺយើងមកលេង block ទូទៀតហើយគឺនៅក្នុង episode ទី17បាទបើសិនជាអ្នកទាំងអស់គ្នាអត់បានមើលជំនឿ episode ទី16ទេកុំភ្លេចទៅមើលផងលីងដាក់ខាងក្រោម description បាទឬរហូតដល់ចាប់ដើមបាទក្នុង episode នេះគឺយើងនឹងទៅយកជាមួយនឹងកាភ្លើងមួយដែលមានឈ្មោះថា Magma Blaster បាទបើសិនជាខ្ញុំហៅឈ្មោះវាខុសផងអាជា Fry ផងអញ្ចឹងខ្ញុំឲ្យវាហៅពេលគឺយើងហៅវាថា M1887 ចុះបាទហ្នឹងហើយយើងក៏ហើយរបៀបយកវាគឺអត់មានអីពិបាកទេគឺយើងត្រូវមកកោះភ្នំភ្លើងមកអ្នកគ្នាប្រហែលជាស្គាល់កោះភ្នំភ្លើងហ្នឹងមកដល់កោះហ្នឹងហើយគឺយើងត្រូវទៅវាយមេមានឈ្មោះថា Admiral អាខៃនូបាទហើយឈ្មោះចង់ត្រូវហើយមេគឺនៅក្នុងភ្នំភ្លើងហ្នឹងឯងបាទយើងទៅវាយវាមកបាទហើយហ្វមបញ្ជាក់គឺមិនមែនវាយម្ដងបានទេដូចរដងអញ្ចឹងគឺតាមសំណាងរបស់យើងទៅថាយើងសំណាងខ្លាំងម្ដងបានហើយតែយើងចង្រៃគឺ100ដងមិនទាន់បានផងបាទហើយកាភ្លើងហ្នឹងគឺយើងគួរតែមកយកវាមកដោយសារតែវាខ្លាំងណាស់អស់គ្នាវាខ្លាំងបាទគឺយើងគួរតែមកយកវាថាវាសាហាវដែរកាភ្លើងហ្នឹងមិនមែនអន់ទេអញ្ចឹងរាល់ការយករបស់ខ្ញុំនីមួយៗក្នុងវីដេអូអញ្ចឹងខ្ញុំតែនិយាយថាវាខ្លាំងឬក៏អន់កុំឲ្យអ្នកគ្នាមកយកទៅខាតពេកបាទតែអាហ្នឹងគឺមិនមែនខ្ញុំថាអន់វាអន់ថាខ្លាំងវាខ្លាំងទេអាហ្នឹងគ្រាន់តែជាកបិតបិណ្ឌខ្ញុំទេខុសឆ្គងអីគឺខ្ញុំទៅផ្សាយផងបាទប៉ុន្តែក៏ចំពោះអាកាភ្លើងនេះវិញគឺមើលតាមចាក់ស្ដែងទៅគឺវានឹងខ្លាំងមែនវាខ្លាំងមែនវាសាហាវមែនអញ្ចឹងយើងគួរតែយកវាមកហើយខ្ញុំនឹងបង្ហាញស្គីកាភ្លើងអំ1887ហ្នឹងឲ្យអ្នកគ្នាមើលនៅចុងវីដេអូបាទឥឡូវគឺយើងមកវាយមេទាំងអស់គ្នាមកបាទបាទឥឡូវយើងទទួលបានកាភ្លើងអំ1887បាទល្មមទៅបានហ្នឹងគឺវាយមេចង់ដាច់ខ្យល់ហើយបាទដូចអ្នកទាំងអស់គ្នាឃើញហ្នឹងបាទគឺមិនវាយមេម្ដងបានទេគឺវាយច្រើនមេណាហើយបាទហ្វិនជាអ្នកទាំងអស់គ្នាមកវាយជាមួយនឹងអាមេ Admiral អាខៃដូហ្នឹងម្ដងអាកោះភ្នំភ្លើងហ្នឹងមកក្នុងភ្នំភ្លើងហ្នឹងអត់ឃើញវាទេអ្នកគ្នាដូរ server ចេញទៅបាទគឺមានន័យថាមេហ្នឹងអត់ទាន់កើតទេហើយមេហ្នឹងរយៈពេលវាកើតដូចជា5នាទីវាកើតបាទអញ្ចឹងរបៀបដូរ server អ្នកគ្នាអត់មានអីពិបាកទេគឺចុចឡាកន្លែងខ្ញុំដាក់សញ្ញាពុយហ្នឹងមកហើយចុចទៅនឹងឃើញកន្លែង server ច្រើនហើយដើរជន់ server ពីហ្នឹងទៅបាទ server ណាចូលបានគឺចូលទៅហើយបើចូលទៅអត់ឃើញមេទេអាហ្នឹងយើងដូរ server តទៀតទៅបាទគឺអត់មានអីទេវាមិនមែនតែប៉ុណ្ណឹងព្រួយខ្ញុំដូរ server ដែរទេបាទឥឡូវកុំឲ្យខាត់ពេលច្រើនយើងមកទស្សនាជាមួយស្គីកាភ្លើង M1887 យើងអរគ្នាទៅថាវាមានរូបរាងមិនខ្លះបាទស្គីរបស់វាបាទបាទហើយស្គីរបស់វាគឺមានតែប៉ុណ្្នឹងទេបាទដូចអ្នកគ្នាឃើញអញ្ចឹងគឺវាលោតខ្លាំងមែនទែនវាកាភ្លើង M1887 បើអញ្ចឹងគឺពិតជាគូខ្លាំងតែយូរគឺកប់ free តែម្ដងអញ្ចឹងគឺវីដេអូយកកាភ្លើង M1887 របស់យើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយ